នៅក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង 17:35 នាទីល្ងាចថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2009 ឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្ត្រាអតីតនាយករដ្ឋមន្ត្រីថៃនិងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្រាប់នាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាលក្ខណៈគ្រួសារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បូរនីហ៊ុនសែនព្រមទាំងបុត្រធីតាជំនួបពិភាក្សាក្នុងលក្ខណៈជាគ្រួសារនេះត្រូវបានធ្វើឡើងនៅភូមិគ្រឹះមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដែលនៅមិនឆ្ងាយប៉ុន្មានពីស្ថានឯកអគ្គរដ្ឋទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាជំនួបពិភាក្សាគ្នានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសុំឆៃវង្សសវណ្ណអតីតនាយករដ្ឋមន្ត្រីថៃនិងលោកជំទាវផងដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ទៅកាន់ឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្ត្រាអតីតនាយករដ្ឋមន្ត្រីថៃក្នុងជំនួបដ៏មានសារៈសំខាន់នេះថារូបសម្ដេចផ្ទាល់ក៏ដូចជាភរិយានិងក្រុមគ្រួសារទាំងអស់មានការរំភើបរីករាយយ៉ាងខ្លាំងដោយបានជួបសំណេះសំណាលដោយផ្ទាល់